ស្ដីទាំងអស់គ្នាចឹងស្វាគមន៍មកកាន់មេរៀនរបស់យើង version 3ចឹងមេរៀនរបស់យើងគឺនិយាយដំបូងផុតតកតងជាមួយនឹង fair value gap ដោយរូបរាងដែលខ្ញុំបានដាក់បង្ហាញបងប្អូនទាំងគ្នាចំនួន1 2 3 1 2 3អញ្ចឹងទៀនចំនួន3ឡើង3ចុះនេះបងប្អូនឃើញទៀនចំនួន3ដែលមានចន្លោះកណ្ដាលកន្លែងហ្នឹងគឺគេហៅថា fair value gap fair value gap ទៅលើ fair value gap ឡើងគឺកើតឡើងពីទៀនចំនួន1 2 3 អញ្ចឹង fair value gap គឺទៀន3ហើយទៀននៅកណ្ដាលមានចន្លោះកណ្ដាលបានថាអត់មាន shadow អត់មានអីទេគឺគេហៅថា fair value gap អញ្ចឹងទៅលើទៀនចុះដូចគ្នាទៀនចុះក៏ fair value gap ស្ថិតក្នុងទម្រង់នឹងដូចគ្នាអញ្ចឹងបើសិនជាទៀន1 2 3ចុះមិនចេះអញ្ចឹងរូបរាងបែបហ្នឹងគឺ fair value gap ដូចគ្នាឲ្យតែមានចន្លោះនៅកណ្ដាលគឺ fair value gap ដូចគ្នាក្នុងលក្ខខណ្ឌថា fair value gap ឡើងតម្លៃនៅពេលដែលឡើងប្រៃនឹងតម្លាក់មករក fair value gap ហ្នឹងដើម្បី fill តម្លៃនឹងឡើងតទៅលើក្នុងលក្ខខណ្ឌ fair value gap ចុះវិញនៅពេលដែលផ្សារនឹងចុះផ្សារទៅរត់ទៅរក fair value gap នឹងចុះបន្តទៀតអញ្ចឹង fair value gap គឺមាន2មានឡើងមានចុះណានេះគឺទៅលើរូបរាងរបស់ fair value gap អញ្ចឹងយើងចូលមកយល់ពីអត្ថន័យរបស់ fair value gap មួយចំនួនវិញអញ្ចឹង fair value gap គូបញ្ជាក់ពីផ្នែកនៃការបញ្ជាទិញតែមិនទាន់បានបំពេញត្រង់នេះបានន័យថា fair value gap គឺបង្ហាញពីតំបន់តម្លៃដែលមិនទាន់បានបំពេញបានន័យថាតម្លៃទីផ្សារបានហក់ឡើងតើឃើញ1 2 3អញ្ចឹងផ្សារនោះបានហក់ឡើងផុតទៅលើអញ្ចឹងបានថាផ្សារបានបន្សល់ជាមួយនឹងចន្លោះតម្លៃឬក៏ចន្លោះ order មួយដែលផ្សារនឹងអត់ទាន់បានមកបំពេញអញ្ចឹងចង់មិនចង់ផ្សារនឹងត្រូវតែក្នុងលក្ខខណ្ឌណាមួយគឺនឹងមកបំពេញ fair value gap នឹងសិនទើបទៅតទៀតបំពេញ fair value gap ទើបទៅតកន្លែងនេះដូចគ្នា1 2 3មានចន្លោះលើតម្លៃអញ្ចឹងផ្សារអាចធ្លាក់មកបំពេញ fair value gap ទើបធ្លាក់តទៀតណានេះគឺជា unfair order មួយទៀត trader ប្រើសម្រាប់ price detachment ក៏ដូចគ្នាទៅនឹង unfair order ទេប៉ុន្តែគ្រាន់តែថា price detachment គឺគេប្រើដើម្បីមើលទៅលើកន្លែងចូលនិងកន្លែងចេញថាគេយក fair value gap ជាគោលរាល់កន្លែងចេញកន្លែងចូលឥឡូវខ្ញុំសូមលុបកន្លែងនេះបន្តិចណាអូខេខ្ញុំសូមបញ្យល់ថតបន្តិចទៅលើលក្ខខណ្ឌមុនហ្នឹងកន្លែងចេញកន្លែងចូលបានតែអញ្ចឹងបានន័យថា trader គឺគេរកមើល fair value gap ឥឡូវឧទាហរណ៍ថាខ្ញុំទិញសារទិញ fair value gap ឡើងអញ្ចឹងកន្លែងនេះ FVG ឬក៏ fair value gap អូខេ FVG អញ្ចឹងបានថាឧទាហរណ៍ថានៅពេលដែលទាំងអស់គ្នាឡើងគ្រឿងសារទៅលើចង់លក់អញ្ចឹងទាំងអស់គ្នាគួរតែពេលលក់នៅខាងលើនេះទាំងអស់គ្នាគួរតែបិទចំណេញនៅត្រឹម fair value gap ហ្នឹងអញ្ចឹងបានថាគឺគេប្រើ fair value gap ហ្នឹងគឺជាកន្លែង exit point បានថាកន្លែងបិទ position គេយក fair value gap គេយកកន្លែងបិទ position ត្រឹម fair value gap ហ្នឹងយល់មិននិយាយទេគឺបានថានៅពេលដែលផ្សារដើរមកដល់ fair value gap មួយហ្នឹងគឺគេនឹង close position អញ្ចឹងនេះគឺទៅលើការរកកន្លែង fair value gap ដើម្បីកំណត់កន្លែងបិទ order ឬក៏បិទ position មួយវិញទៀតគឺគេប្រើ fair value gap ដើម្បីបើក order ឬក៏ open position អញ្ចឹងបានន័យថាគេអត់ចាំ sell ទេគឺគេចាំឲ្យ price និង detachment អញ្ចឹងពេល price និង detachment គឺគេចាំឲ្យគេគឺគេចាំ open position មកអញ្ចឹងយើងអាចដាក់ថា in exit or enter position លើត្រង់ fair value gap មួយហ្នឹងណាអូខេតោះនេះអាចយល់បានណាបានថាសម្រាប់ fair value gap ឡើងអ្នកលក់វិញគឺគេកំណត់ TP ត្រឹម fair value gap រីឯអ្នកទិញវិញគឺគេចាំប្រើប្រាស់ fair value gap ហ្នឹងដើម្បីទិញឡើងគឺវា switch ទៅវិញទៅមកទៅលើការមើលរបស់មនុស្សតើយើងនៅការលក់ឬក៏នៅការបាយគឺបែបហ្នឹងណាអូខេមកកន្លែងនេះអញ្ចឹងតមក slide លើទៀតcommon mistake នេះខ្ញុំអត់ទាន់និយាយឥឡូវទេប៉ុន្តែខ្ញុំសូមទៅមើល fair value gap ទាំងអស់គ្នាអូខេអញ្ចឹង fair value gap ជាទូទៅគឺយើងប្រើប្រាស់នៅ time frame 1ម៉ោងឡើងដើម្បីរកកន្លែង volume ធំដើម្បីយើងសម្រេចចិត្តក្នុងការចូលទីផ្សារអូខេ
đôi tầng áo khơi cái lại này đặt xa thế mà chẳng cái lại này xa thế mà tầng áo này chắp ban này cái lại này tầng áo này khơi cái lại gì cái lại này cứ chia FVG FVG fair value gap chẳng tầng áo này khơi đầm lại thế mà pa fair value gap fill order này bấm pin order chẳng bấm pin order đó đôi giờ vậy thì nhưng phải hẳn phải thì lẽ bấm pin retestment lại từ lửa chẳng ban này thay tờ lại tờ lẹ luôn máu fill order ban expansion lại từ lửaឬក៏បុកឡើងទៅលើវិញនៅ fair value gap មួយនេះយល់ទេគឺបែបហ្នឹងអញ្ចឹងបានថារាល់អ្នក sell វិញអញ្ចឹងអ្នក sell នៅពេលដែលគេ sell គេអាច exit point តាម fair value gap មួយនេះក៏បានដែរឃើញអត់នេះនេះក៏ fair value gap មួយដែរអញ្ចឹងគេអាចចាក់ចេញទៅទីផ្សារតាម fair value gap មួយនេះគេអាចបិទ order បានឃើញទេចឹងតើអ្នកឃើញនៅពេលដែលវាប៉ះ fair value gap មួយនេះឃើញវាឡើងទៅលើអញ្ចឹងសម្រាប់អ្នក sell អ្នក sell គឺគេបិទ order តាម fair value gap រីឯអ្នកចាំបាយគឺគេចាំទិញនៅ fair value gap នឹងវិញយល់និយាយនេះគឺជារបៀបប្រើប្រាស់ fair value gap ហើយទាំងអស់គ្នាអាចទៅមើលទីផ្សារដើរបច្ចុប្បន្នកន្លែងនេះក៏មាន fair value gap ដែរ FVG fair value gap ឡាអូខេដោយសារតែផ្សារស្ថិតក្នុងទម្រង់ឡាប្រហែលថ្ងៃនេះគឺរុញតម្លៃឡើងតរហូតអូខេចាំយើងអាចដូរ time frame តិចមកណាយើងសុំ5 10នាទីទៅដើម្បីយើងបានសិក្សាពី fair value gap ច្រើនអូខេអញ្ចឹងទាំងអស់គ្នាមើលផ្សារនេះកន្លែងនេះទាំងអស់គ្នាឃើញផ្សារមាន fair value gap ណាអូខេនៅពេលដែលផ្សារមាន fair value gap តើឃើញផ្សារ reaction នៅ fair value gap នោះដែរឡើងទៅតម្លាក់អូខេកន្លែងនេះដូចគ្នា FVG ទៀន3ណា3ទៀនអូខេតនេះ FVG អូខេតើគ្នាស៊ីឃើញមាន fair value gap ឃើញចាក់ទៅ fair value gap នោះតម្លាក់ខ្លួនមកកន្លែងនេះក៏មាន SVG ដែរ small FVG មួយអូខេអានេះ FVG ដែរកន្លែងនេះទាំងអស់គ្នាឃើញមាន FVG អត់កន្លែងនេះក៏មាន FVG ដែរតើគ្នាអាចគូអញ្ចឹងមើលអញ្ចឹងតើគ្នាឃើញតម្លៃរត់ពី FVG មួយទៅ FVG មួយ value gap អញ្ចឹងត្រង់ហ្នឹងគឺជាអ្វីដែលទាំងអស់គ្នាត្រូវតែសម្គាល់និងរៀនមើលទៅលើ fair value gap មួយហ្នឹងគឺវារុញតម្លៃទីផ្សាររត់ទៅវិញទៅមកបែបហ្នឹងអានេះទៅលើ fair value gap កន្លែងដែលទីផ្សារបង្កើត fair value gap គឺពិតជាច្រើននៅ time frame តូចក៏ប៉ុន្តែក្នុងនាមយើងជាអ្នក trade យើងទៅតែចេះប្រើប្រាស់ទៅលើ time frame ទាំងអស់ហ្នឹងណាអូខេនេះគឺជា fair value gap ណាក្នុងរបៀបប្រើប្រាស់ fair value gap សង្ឃឹមថាទាំងអស់គ្នាយល់ទៅលើរបៀបប្រើប្រាស់អញ្ចឹងតមកទៀតខ្ញុំចង់ចូលទៅលើ common mistake មួយចំនួនទៅលើកំហុសឆ្គងមួយចំនួនដែលអ្នកប្រើប្រាស់ fair value gap អត់សូវបានមើលmarket context ត្រង់ហ្នឹងបានថាទាំងអស់គ្នាប្រើប្រាស់ fair value gap ណាប្រើប្រាស់ fair value gap ប៉ុន្តែយើងអត់ follow ទៅតាមទីផ្សារដើរទេបានថា no bias ឬក៏យើងហៅថា no trend ក៏បានដែរ no bias អញ្ចឹងនៅពេលដែល no bias បានថាយើងអត់មើល big time frame ទេដល់គ្នាតែមើល time frame តូចហើយយើងចាប់ fair value gap តូចខ្ញុំមកប្រើអញ្ចឹងគឺវាអត់ដើរទេ fair value gap ទាំងអស់គ្នាគួរតែប្រើប្រាស់ពី1ម៉ោងឡើងដើម្បីយើងចាប់នៅ time frame ធំវាបាន bias ទៅលើ time frame ធំឬក៏យើងហៅថាបានទំនោរនៃ time frame ធំដើម្បីយើងអាចសម្រេចចិត្តចាប់ឱកាសទីផ្សារណាទៅណាព្រោះរាល់ការដើររបស់ទីផ្សារតែតែ follow ទៅតាម time frame ធំចាំខ្ញុំនិយាយអូខេអញ្ចឹងមួយកន្លែងនេះអញ្ចឹងតើគ្នាចាំអីគេគឺយើងចាំ fair value gap យើងចាំណា fair value gap ឡើងកន្លែងនេះយើងឃើញផ្សារឡើងអញ្ចឹងយើងចាំផ្សារមកប៉ះ fair value gap ឡើងទៅយើងចូលយល់ទេកន្លែងនេះយើងឃើញផ្សារបុកឡើងអញ្ចឹងយើងចាំផ្សារមកប៉ះ fair value gap ឡើងនោះទៅយើងហៅកន្លែងក្នុងការចូលទីផ្សារយល់និយាយទេបានតែទាំងអស់គ្នាកន្លងមកយើងប្រើមានបញ្ហាថាយើងអត់មើលទៅលើ market trend ឬក៏ទម្រង់ទីផ្សារតើជាទម្រង់ឡើងទម្រង់ចុះទេឲ្យតែយើងចាប់ fair value gap យើងចាប់យកមិនថាឡើងមិនថាចុះទេយើងយកទាំងអស់គឺយើងអត់បានមើលថាតើ overall market ទូទៅទាំងអស់ជាផ្សារឬផ្សារចាស់អញ្ចឹងបើសិនជា overall market ដើរជាផ្សារឡើងសួរថាតើទាំងអស់គ្នាត្រូវ focus រកអីគេប៉ុន្តែតើគ្នាត្រូវតែ focus រក FVG ឡើងឬក៏ fair value gap ឡើងយល់ទេនេះទាំងអស់គ្នាត្រូវ focus អា fair value gap ឡើងទាំងអស់គ្នាយល់ទេព្រោះ overall market គឺផ្សារកំពុងតែឡើងទិសដៅ market គឺទិសដៅឡើង
នេះគឺជាកំហុសធំមួយដែលទាំងអស់គ្នាតែងតែធ្វើអញ្ចឹងបាទថារាល់ការប្រើប្រាស់លើក្រោយទាំងអស់គ្នាគួរតែអាសាមើល bias ផងបាទទាំងអស់គ្នាគួរតែអាសាមើល trend ថាតើផ្សារហ្នឹងវា up trend or down trend អញ្ចឹងបានថាបើសិនជាផ្សារហ្នឹងជាលំហូរចុះវិញលំហូរចុះអញ្ចឹងសួរថាតើទាំងអស់គ្នាអាច focus ទៅលើគេអញ្ចឹងបើសិនជាផ្សារហ្នឹងជាលំហូរចុះអញ្ចឹងទាំងអស់គ្នាអាច focus ទៅលើ fair value gap ក្នុងការ sell មកវិញយល់ទេឃើញអញ្ចឹងបានថាទាំងអស់គ្នាត្រូវ follow bias យើងអត់គ្រាន់តែប្រើប្រាស់ fair value gap មួយទេយើងមើលទៅលើ bias market សិនថាតើ bias market ហ្នឹងផ្សារហ្នឹងមានតំណទៅណាតំណឡើងឬក៏ចុះអញ្ចឹងទៅយើងអាច follow ទៅរក fair value gap បានដែលមានប្រសិទ្ធភាពក្នុងការប្រើប្រាស់អូខេអានេះកំហុសទី1ដែលទាំងអស់គ្នាតែប្រព្រឹត្តមួយវិញទៀតតកតងជាមួយនឹង confirmation signal បានន័យថាទាំងអស់គ្នា over relying on FVG ត្រង់នេះបានន័យថាទាំងអស់គ្នាប្រើប្រាស់តែ FVG មួយគត់បានថាទាំងអស់គ្នា relying តែ FVG ទេទាំងអស់គ្នាអត់បាន care ទេថាឧទាហរណ៍ថាផ្សារដើរមកដល់ FVG ត្រង់នេះណាខ្ញុំឧទាហរណ៍ឡើយ FVG ទាំងអស់គ្នាអត់ care ទេថា FVG ហ្នឹងបែបណាឬក៏ reaction នៅត្រង់ FVG ហ្នឹងបែបណាគឺគ្រាន់តែមកដល់ FVG វាទាំងអស់គ្នាចូល plate ដោយទាំងអស់គ្នារំពឹងទៅលើចេះតែពេលខ្លះវាអត់មាន rejection មកទេគ្រាន់តែវាប៉ះ FVG ហើយវាអត់មាន rejection វាឡើងតែបន្តិចវាតម្លាក់ខ្លួនមកបាទអញ្ចឹងបានថាយើងបាន loss សាត់យល់ទេពួកយើង rely on តែ FVG យើងទៅផ្អែកតែ FVG មួយគត់យើងអត់បានមើលថាតើនៅពេលដែលផ្សារទៅប៉ះកន្លែង FVG មួយហ្នឹងតើផ្សារបានបង្ហាញឲ្យគេខ្លះមកវាមាន rejection នៅត្រង់ FVG នឹងអត់វាមាន confirmation នៅត្រង់ FVG មួយនឹងអត់មែនយើងគ្រាន់តែប្រើរហ័ស FVG មួយហ្នឹងចុចចូលយកអត់ទេគឺយើងមើលថានៅពេលដែលសារឡើងទៅដល់ FVG មួយហ្នឹងតើសារបានបង្ហាញឲ្យគេខ្លះមាន confirmation អត់វាមាន rejection អត់យល់ទេអញ្ចឹង always មើលទៅលើ confirmation and potential setup បានន័យថាទាំងអស់គ្នាត្រូវមើល confirmation នៅពេលដែលប៉ះ FVG នោះវាមាន set up ណាមួយឲ្យទាំងអស់គ្នាអាចចូលបានអត់ដើម្បីយើងកាត់បន្ថយអា set up ណាដែល up តំណឧទាហរណ៍ថានៅពេលដែលទាំងអស់គ្នាគឺខ្សែនៅប៉ះ FVG ភ្លាមទាំងអស់គ្នាចូល plate ទាំងអស់គ្នាអត់បានរងចាំទៅលើ reaction ឬក៏ rejection ទៅត្រង់ FVG មួយហ្នឹងអញ្ចឹងត្រង់ហ្នឹងគឺបានន័យថាទាំងអស់គ្នាធ្វើខុសហើយវាអាចពេលខ្លះសារមកដល់ FVG ហ្នឹងគឺបុកគាត់ FVG ហ្នឹងមក yes អញ្ចឹងអ្វីដែលយើងត្រូវគឺយើងគួរតែរកចេះអូខេអាហ្នឹងគឺជាកំហុសមួយទៀតដែលទាំងអស់គ្នាតែងតែធ្វើនៅពេលទាំងអស់គ្នាប្រើប្រាស់ FVG អូខេមួយវិញទៀតទៅលើការប្រើប្រាស់ time frame FVG យើងអត់ចេះតែប្រើប្រាស់ទេយើងអត់ចេះតែប្រើប្រាស់ time frame ទេរាល់ការចាប់ FVG អីទាំងអស់រាល់ការប្រើប្រាស់ time frame មួយវាតែងតែមានប្រសិទ្ធភាពទៅតាមរបៀបនៃការប្រើប្រាស់ក៏ប៉ុន្តែទៅលើ FVG ដែលយើងចាប់គេទូទៅដែលយើងប្រើបានផលទាំងអស់គ្នាគួរតែមើលឲ្យគេ 18 48 and daily fair weekly នេះស្ទើរជា FVG ដែលទាំងអស់គ្នាគួរតែចាប់មើលបានថាទាំងអស់គ្នាគួរតែ follow ទៅតាម FVG time frame ធំសិនបន្ទាប់មកបានទាំងអស់គ្នាទៅប្រើប្រាស់ FVG time frame តូចយល់មិននិយាយគឺយើង follow FVG time frame ធំសិនឥឡូវនៅកន្លែងនេះទាំងអស់គ្នាមើលចាំខ្ញុំឧទាហរណ៍មើលយើង follow time frame ធំ and then បានយើងទៅរកមើល time frame តូចបាទ30 minute 15 minute yes 5 minute 6 minute 1 minute អូខេអញ្ចឹងមកថា overall យើងត្រូវតែមើលទៅលើ time frame ធំសិនយើងអត់ focus ទៅលើ time frame តូចហ្មងទេយើងមិនមែនបាច់ laptop មកព្រាមប្រើប្រាស់ FVG ហ្នឹងបើបរោះចាប់នៅ time frame តូចទេ no overall look តបហត់យើងត្រូវមើលទៅលើ time frame ធំសិន how it's going ទីផ្សារបានបង្ហាញយ៉ាងខ្លះបន្ទាប់ពីយើងមើល time frame ធំនោះហើយបានយើងចូលទៅកាន់ time frame តូចដើម្បីយើងសង្កេតមើលថាតើទីផ្សារនៅក្នុង time frame តូចហ្នឹងបានបង្ហាញយើងក្នុងទម្រង់បែបណាខ្លះយល់បានតើទេអូខេ let's go to ការបញ្យល់របស់ខ្ញុំទាំងអស់គ្នាអញ្ចឹងតើគ្នាមើលកន្លែងនេះជាអីគេកន្លែងនេះគឺជា fair value gap ឬក៏ FVG អញ្ចឹងបានថាយើងឃើញ FVG time frame មកត្រង់ហ្នឹងបានថាទាំងអស់គ្នាដឹងតែ bias សារហ្នឹងអាចឡើងអញ្ចឹងបានយើងដូរ time frame តូចណាទៅរកមើល FVG ក្នុង time frame តូចអាច5នាទីអាច3នាទីអាចអីចឹងទៅតែមកតើគ្នាឃើញសារហ្នឹងមកកន្លែងបង្កើត FVG មួយទៅទេ FVG មួយទៅនេះមកតិចនេះអានេះក៏ FVG ដែរណាតើអត់ចង់ឃើញច្បាស់យើងមើល3នាទីគាត់យល់មើល1នាទីគាត់
ok អញ្ចឹងអាហ្នឹងគឺរបៀបប្រើប្រាស់ SVG យល់អត់យើងមើលបែបហ្នឹងយើងអត់គ្រាន់តែប្រើប្រាស់ទៅលើ time frame តូតចូលទៅតូតយកហ្មងឯអត់ទេគឺយើងមានរបៀបក្នុងការប្រើប្រាស់អញ្ចឹងបានថាយើងត្រូវមើលដែរណាហ្នឹងសង្ឃឹមអ្នកនរគ្នាយល់ដោយកន្លែងនេះខ្ញុំឧទាហរណ៍ទាំងអស់គ្នាមុនហ្នឹងហើយ AVG time frame ធំទាំងអស់គ្នាមើលឲ្យតែប៉ះ AVG time frame ធំmarket វាតែងតែមាន reaction នៅត្រង់ SVG មួយហ្នឹង yes SVG មាន reaction next គឺ always មាន reaction នៅត្រង់ SVG មួយហ្នឹងតោះណាឲ្យតែប៉ះ SVG ទៅលើអូខេដោយកន្លែងនេះតោះគ្នាដូរ4មកបន្តិចដូចកន្លែងនេះ SCG មួយដែរបានបុកឡើងលើអូខេ